เราคือผมคุยในนอนคุยถึงน้องมีคุยได้ไทยมีสิ่งอะไรมา Ok, rốt nhiệt thu bố nhưng nó sẽ có chia cái lá cà lý để mình sẽ bắt bọt nó là mà bị khai thác con cái lá máy happy đồ สำหรับการโจมตีฮับกิโลนี่อย่าเป็นประมาณ chúng tôi ca bằng hạt cái lá happy đồ này chúng tôi rút lên thêm toán nhưng châu hạt ở cái tới anh ha châu bay vào trên này để cất chặt đi cầm lòng pe không covid vì có môn covid hay tới có hạt đá chúng tôi là covid để dương hạt chụp lại để dương không cầm lòng pe bật tụ មុនចូលហាត់គីឡូហ្នឹងយើងធ្លាប់កាត់កីឡាប្រភេទផ្សេងចំពោះខ្ញុំមុនចូលហាត់កីឡា Happy Do ហ្នឹងខ្ញុំអត់ធ្លាប់ហាត់កីឡាអីផ្សេងទេប៉ុន្តែខ្ញុំក៏ធ្លាប់មានបំណងចង់ហាត់កីឡាដើម្បីពង្រឹងរាងកាយឲ្យរឹងមាំក៏ដូចជាស្មារតីឲ្យក្លាហានជាងមុនហើយនឹងមួយទៀតវិញសុខភាពកាលមុនខ្ញុំអត់សូវជារឹងមាំក៏ដូចជាសុខភាពល្អណាស់ទេប៉ុន្តែក្រោយពីហាត់ហើយខ្ញុំសង្កេតឃើញថាខ្ញុំអត់ដែលឈឺទេដូចជាអាកាសធាតុប្រែប្រួលអីចឹងគឺខ្ញុំកម្រនឹងផ្ដាសាយដូចមួយទូទៅចាតែវាល្អដែរដែលយើងអាចចេញកម្លាំងពលកម្មក៏ដូចជាបាច់ញើសក្នុងថ្ងៃហ្នឹងទៅក៏ release stress ហើយដោយសារប្រភេទកីឡាហាត់គីឡូនេះអាចខាងនៅក្នុងស្រុកខ្មែរមិនសូវមានអ្នកស្គាល់ទេហើយកីឡាផ្សេងៗល្បីច្រើនប៉ុន្តែយ៉ាងម៉េចបានជាយើងចាប់អារម្មណ៍មកហាត់ហាត់គីឡូចំពោះកីឡា Happy Do ខ្ញុំសង្កេតឃើញមានចំណុចល្អច្រើនដែរវាគឺជាគុណចម្រុះខ្ញុំអាចចេះបានច្រើនមួយទៀតវិញវាគឺជាមូលដ្ឋានគ្រឹះដែលខ្ញុំអាចបំបែកថាខ្ញុំអាចហាត់អីផ្សេងក៏បានខ្ញុំចំពោះបំណងខ្ញុំចាប់អារម្មណ៍មុនគេហ្នឹងគឺការលោតចម្ងាយដែលអត់មានធ្លាប់មានជំនួយមកហើយខ្ញុំឃើញចាប់អារម្មណ៍ខ្ញុំក៏ចង់សាកមកហាត់ទៅក៏ជាប់ដែរអាចរំលឹកតិចបាននេះការយើងចូលហាត់ដំបូងមិនដែរចំពោះខ្ញុំសង្កេតឃើញថាការចូលហាត់ដំបូងចំពោះស្មារតីដែលខ្ញុំចង់ហាត់ខ្ញុំចង់ចេះគឺមានភាពរីកចម្រើនច្រើនខ្ញុំថាស្នៀតដែលលោកគ្រូឲ្យគាត់ឲ្យជាមួយជាក្រុមយើងហាត់រួមគ្នាពេលដែលចប់បំបែកជួរខ្ញុំជាមួយនឹងដៃគូគឺរំលឹកបន្ថែមដើម្បីខ្លាំងខ្លួនឯងក៏ដូចជាភាពសប្បាយក៏ដូចជាបង្កើនមិត្តភាពជាមួយនឹងដៃគូសម្រាប់ការបង្ហាត់ហាត់គីឡូនេះរយៈពេល3ឆ្នាំហើយប៉ុន្តែសហព័ន្ធហាត់គីឡូมันមានការប្រកួតគុំដោយសហព័ន្ធផ្សេងៗគិតថានៅពេលដែលយើងប្រឹងបង្ហាត់ចឹងហើយអត់ទៅមានការប្រកួតអីដូចសហព័ន្ធផ្សេងៗអញ្ចឹងក្នុងចិត្តយើងមានចិត្តថាចង់ប្រព័ន្ធកីឡានេះទៅចាប់កីឡាផ្សេងខ្ញុំក៏ធ្លាប់មានបំណងបងច្រើនដែរតែកលែកទៅមើលការលះបង់ក៏ដូចជាការខិតខំ3-4ឆ្នាំមកខ្ញុំគិតថាកីឡាខ្មែរ Happy Do នឹងបន្តសម្រាប់ទៅមុខទៀតដូចជាការដែលនៅជាមួយ Happy Do យូរឆ្នាំមកតាំងពី2023មកយើងមានការចេញទៅប្រកួតក៏ដូចជាដំបូងបំផុតហ្មងគឺការប្រកួតជើងឯកថ្នាក់ជាតិទី1នៅឆ្នាំ2023ហើយនៅឆ្នាំ2024គឺយើងមានការប្រកួតដែលចេញទៅថ្នាក់អន្តរជាតិជាមួយនឹងខ្ញុំការនោះជាទៅថៃមកចាហើយនឹងមានការប្រកួតតទៅបិទឡើងនៅក្នុងឆ្នាំ2024ស្របលទ្ធផលដែលយើងធ្លាប់ប្រឡូកជាមួយហាត់គីឡូនេះគឺបានសមិទ្ធផលឲ្យខ្លះចំពោះខ្ញុំមិនទាន់ជាល្អប៉ុន្មានទេខ្ញុំមានភាពចំណុចខ្វះខាតក៏ដូចជាមានកន្លែងខ្វះខាតខ្លះត្រូវកែតម្រូវចំពោះខ្ញុំការដែលខ្ញុំប្រកួតជើងឯកទី1ហ្នឹងគឺខ្ញុំបានខ្ញុំប្រកួតដូចជា3-4វិញ្ញាសាហើយនឹងទទួលបានមេដាយសម្រាប់1ប្រាក់1ហើយនឹងចំពោះការទៅប្រកួតនៅថៃគឺខ្ញុំបានប្រកួតដូចជា3វិញ្ញាសាហើយនឹងទទួលបាន2មេដាយដែលប្រាក់1សម្រាប់1ហើយនឹងជើងឯកលើកទី2ដែលនេះដើមឆ្នាំ2025ដើមឆ្នាំ2025នេះគឺខ្ញុំបាន2ដូចគ្នាក្នុងវិញ្ញាសា3បាន2ដូចគ្នាគឺប្រាក់1សម្រាប់1អញ្ចឹងតទៅមុខទៀតខ្ញុំនឹងមានបដិញ្ញាចិត្តមួយថាខ្ញុំខំហាត់ឲ្យរីកចម្រើនហើយនឹងឲ្យរីកចម្រើនឲ្យបានលទ្ធផលល្អជាងនេះចាតាមអូនមើលសម្លឹងមើលឃើញហាត់គីឡូបើប្រៀបធៀបជាមួយនឹងបណ្ដាប្រទេសជិតខាងចាមិនដែលយល់ថាប្រភេទកីឡាហាត់គីឡូនៅប្រទេសជិតខាងគឺមានការរីកចម្រើនដល់ណាហើយបើប្រៀបធៀបជាមួយថ្ងៃនេះសុខខ្មែរចាតាមរយៈដែលខ្ញុំសង្កេតឃើញផ្ទាល់ដែលខ្ញុំបានទៅប្រកួតនៅប្រទេសជិតខាងខ្ញុំឃើញថាកីឡាគេមានភាពរីកចម្រើនច្រើនមានភាព
បើកន្លែងមើលមកប្រទេសយើងវិញគឺអត់ទាន់មានភាពល្បីល្បាញក៏ដូចជាមានអ្នកស្គាល់ច្រើននៅខ្មែរយើងភាគច្រើនគឺគេស្គាល់ជាលក្ខណៈតៃហ្វាន់ដូដែលគេថាគីឡូភាគច្រើនគឺអត់សូវដែលមានភាពល្បីល្បាញដូចតៃហ្វាន់ដូដែរជាគោលដៅជាមួយសហព័ន្ធនេះសម្រាប់អូនដាក់គោលដៅខ្លួនឯងបានដែរសម្រាប់បន្តដំណើរជាមួយសហព័ន្ធចាចំពោះគោលដៅនេះផ្ទាល់គោលដៅរបស់ខ្ញុំគឺហាត់ឲ្យខ្លួនឯងខ្លាំងជាងមុនហើយអាចថាសំខាន់ថាសហព័ន្ធកីឡាខ្មែរហាត់គីឡូនៅបន្តមានព្រឹត្តិការណ៍ល្អៗដូចជាព្រឹត្តិការណ៍ថ្មីៗតាមប្រកួតដែលអាចនាំសិស្សានុសិស្សដូចជាកីឡាករកីឡាខាងនេះអាចទៅប្រកួតនៅក្រៅស្រុកបានចុងក្រោយមានភាសាឬតាមផ្សាយទៅកាន់នារីដែលគាត់មានលំដាប់ចង់កាត់ណាអញ្ចឹងចាប់អារម្មណ៍ទៅលើជំនាញខ្ញុំផ្ទាល់ដែលជាក្មេងស្រីដែលអត់មានភាពទំនុកចិត្តក៏ដូចជាវិការស្រីរឹងមាំខ្ញុំលើកទឹកចិត្តឲ្យនារីក៏ដូចជាក្មេងៗស្រីឲ្យគាត់ចូលរួមលេងកីឡាដូចជាយើងដឹងហើយថាធ្លាក់ពេលខ្លះថាមនុស្សម្នាក់លេងកីឡាបានមួយអញ្ចឹងនិយាយទៅកីឡាហ្នឹងខ្ញុំមិនថាហាត់គីឡូទេខ្ញុំក៏លេងកីឡាអីផ្សេងៗដែរអញ្ចឹងវាជួយខ្ញុំបានច្រើនមួយទៀតវាអាចថាយើងចេះបែងចែកពេលវេលាមួយទៀតវិញគឺយើងសុខភាពអញ្ចឹងសុខភាពគឺអាចទិញអីបានទេបើយើងអត់សុខភាពគឺដូចជាជីវិតស្មារតីអញ្ចឹងយើងអត់មានពេលអីអញ្ចឹងចំពោះរូបនាងខ្ញុំផ្ទាល់ខ្ញុំការសិក្សាដូចជាហត់ឬក៏អីចឹងទៅខ្ញុំមកហាត់មកអីគឺបែកអីបានជួបមិត្តភក្តិថ្មីៗបង្កើតមិត្តភក្តិថ្មីៗក៏យើងអាចភ្លេចទុកកង្វល់អីផ្សេងៗបានដែរចា៎ហើយចំពោះមួយទៀតវិញមានភាពក្លាហានជាងមុនតែអ្វីដែលខ្ញុំប្លែកមើលឃើញក្មេងៗឥឡូវគាត់មានភាពភ្លើតភ្លើនគាត់លេងរបៀបថាគាត់តាមបាក់ទូអីចឹងគិតថាការលេងកីឡាក៏ជួយឲ្យបង្វែរទិសដៅគាត់ឲ្យកន្លែងមើលថាសុខភាពគឺពិតជាដល់តម្លៃបច្ចុប្បន្នអាយុប៉ុន្មានបច្ចុប្បន្ននេះអាយុ19ចូល20ឆ្នាំនៅរៀនដែរចាខ្ញុំជានិស្សិតឆ្នាំទី2សិក្សានៅសាលាតិចណូវិទ្យាល័យគីមីចាអរគុណក៏ចានិយាយច្រើនដល់បងអីប៉ុណ្ណឹងចាំយកទៅកាត់ទៀតអូខេអរគុណច្រើនបងនិយាយដែរនិយាយច្រើនពេកក៏ច្រើនបង